ចំណងជើងដាំពោតមានព្រីភ្នែកភ្លឺនៅភូមិដាច់ស្រយាលមួយមានដាំពោតចាស់មួយដែលប្រជាពលរដ្ឋនិយាយថាดูមានព្រីនៅក្នុងនោះក៏គ្មាននរណាម្នាក់ពិតប្រាកដទៅមើលឃើញថាព្រីមានរូបរាងយ៉ាងដូចម្ដេចពេលល្ងាចវឺតខ្យល់ត្រជាក់ហើយមានសម្លេងសើចនិងមានរូបស្រមោលនៅលើដាំពោតមនុស្សមួយចំនួនក្នុងភូមិបានឮសម្លេងព្រឺក្បាលដោយសម្លេងស្រែកហៅឈ្មោះពួកគេពេលពួកគេចូលជិតដាំពោតក្មេងម្នាក់បានបាត់ខ្លួនប៉ុន្តែពេលរកឃើញគឺមុខស្រស់ស្រាយប៉ុន្តែភ្នែករបស់គាត់ភ្លឺមែនដូចជាមានពន្លឺខៀវមួយនៅក្នុងភ្នែកវាប្រជាពលរដ្ឋទាំងអស់ចាប់ផ្ដើមខ្លាចហើយពួកគេចូលផ្ទះយប់យ៉ាងហោចណាស់ម៉ោង 7 ព្រោះពួកគេដឹងថាដាំពោតមិនមែនធម្មតាព្រីនៅទីនោះតែងតែនៅមិនស្ងាត់មើលឃើញគ្រប់គ្នាតែមិនធ្វើអ្វីជាក់ស្ដែងទេហើយក៏មានអារម្មណ៍ថាព្រីកំពុងរង់ចាំកាលវេលាដែលមនុស្សម្នាក់នឹងចូលចិត្តយ៉ាងឆ្ងាយពេកភូមិនេះចាប់ផ្ដើមមានទំនាស់ចិត្តក្នុងប្រជាពលរដ្ឋតើពួកគេគួរតែបំភីដាំពោតឲ្យបានស្ងប់សូម្បីតែបើវាអាចធ្វើឲ្យព្រីខកចិត្តឬត្រូវទទួលសកម្មភាពរបស់វាហើយរស់នៅជាមួយភាពភ័យខ្លាចរាល់យប់នីតិខុសដើនោះមិនមាននរណាផ្ដល់ចម្លើយពិតឡើយដាំពោតនៅតែឈរដែលភ្នែកភ្លឺខៀវរបស់ព្រីក៏នៅតែបង្ហាញពីអំណាចសម្ងាត់មួយដែលមិនមាននរណាអាចយល់បានយប់មួយពេលពន្លឺចេញពីដាំពោតភ្នែកព្រីភ្លឺខៀវបង្ហាញពីអំណាចមិនធម្មតាព្រីចាប់ផ្ដើមហោះចេញពីដាំពោតវាហោះដោយស្ងាត់ហើយភ្លឺខៀវរបស់វាចាក់ស្រមោលលើផ្ទះនិរន្តរ៍ពេញភូមិប្រជាពលរដ្ឋដែលកំពុងនៅក្នុងផ្ទះស្ងាត់បានឃើញវាហោះលើមេឃដូចស្រមោលខ្មៅស្រឡះលោតលើផ្លូវសំឡេងរលឹកស្រាលស្រមោលក្តៅធ្វើឲ្យគ្រប់គ្នាខ្លាចលើផ្ទះស្ងប់ស្ងាត់ដូចជាគ្មានអ្នករស់នៅពេលវាហោះជិតផ្ទះមួយបន្លាចអ្នកភូមិដែលកំពុងដើរតាមផ្លូវឈរជាមួយគ្នាផ្អើលខ្លួនត្រជាក់និងភ្នែកត្រជាក់ក្រឡុកព្រីមិនសូវហៅឬសម្ដែងអារម្មណ៍ទេវាត្រឹមតែហោះលើមនុស្សមើលក្បាលនិងសម្លាប់ភាពភ័យខ្លាចចិត្តចូលក្នុងពួកគេមនុស្សម្នាក់ដែលហ៊ានចេញពីផ្ទះបានកំពុងតែដើរឆ្ងាយប៉ុន្តែព្រីវីតាមជើងរបស់គាត់ដោយភ្លឺខៀវរបស់វាផ្ទុះចេញលើដើមដៃនិងក្បាលគាត់រំភើបចិត្តខ្យល់ដកយឺតហើយអារម្មណ៍ថាពួកគ្មានទីលាក់ណាភូមិទាំងមូលត្រូវបានហោះចោលជាមួយភាពភ័យនិរន្តរ៍ស្ងប់ស្ងាត់និងអារម្មណ៍ថាព្រីមើលគ្រប់គ្នាពេលវាហោះទៅលើដាំពោតជាកន្លែងកំណត់អំណាចរបស់វាសូមអរគុណលោកអ្នកដែលបានតាមដានវីដេអូរបស់ខ្ញុំរហូតដល់ចប់សូមបងប្អូនជួយចុច Subscribe YouTube ម្នាក់មួយផងបងប្អូននឹងទទួលបានវីដេអូរឿងថ្មីៗបន្តទៀតបាទអរគុណ